រឿងកុមារានិងដើមឈើវេទមន្តកាលពីព្រេងនាយមានកុមារាម្នាក់ឈ្មោះសុកថ្ងៃមួយខណៈពេលដែលសុកកំពុងរត់លេងក្នុងសួនច្បារគាត់បានជ្រុលដៃធ្វើឲ្យបុកធប់ការដ៏មានតម្លៃរបស់លោកយាយដោយសារតែការភ័យខ្លាចសុកបានរត់ទៅពូននៅក្រោមដើមឈើធំមួយនៅក្រៅផ្ទះរំពេចនោះដើមឈើក៏បានសួរទៅកាន់សុកថាតើមានរឿងអ្វីកើតឡើងហើយអ្វីបានជាឯងមកពូននៅទីនេះសុកឆ្លើយដោយញ័ររន្ធត់ថាខ្ញុំមិនបានធ្វើអ្វីទេគឺឆ្មាទេដែលជាអ្នកធ្វើឲ្យបែកធប់ការនោះភ្លាមនោះស្រាប់តែច្រមុះរបស់សុកក៏ចាប់ផ្ដើមវិនចិនបន្តិចម្ដងសុកភ័យណាស់ក៏និយាយកុហកបន្តទៀតថាប្រហែលជាខ្យល់បក់ខ្លាំងពេកទេដឹងរាល់ពេលដែលសុកនិយាយកុហកច្រមុះរបស់គេនឹងកាន់តែវែងទៅរហូតដល់គេមិនអាចងើបមុខរួចដោយសារតែការភ័យខ្លាចនឹងមានវិបដិសារីសុកក៏ជិះដើមយំហើយស្រែកខ្លាំងថាឈប់ហើយខ្ញុំសុំទោសពិតណាស់គឺខ្ញុំជាអ្នកធ្វើបាយធប់ការរបស់លោកយាយព្រោះតែខ្ញុំលេងមិនប្រយ័ត្នគ្រានោះដែរគ្រាន់តែសុកនិយាយពាក្យពិតភ្លាមច្រមុះរបស់គេបានវិលមកសភាពដើមវិញដែរសុកក៏បានរត់ទៅរកលោកយាយហើយសារភាពកំហុសលោកយាយបានបាក់ខឹងឬប្រកាន់ទេតែលោកយាយបានសរសើរថាការធ្វើខុសហើយចេះទទួលស្គាល់និងនិយាយការពិតគឺជាទង្វើរបស់ក្មេងដ៏ក្លាហានខ្លឹមសារនៃរឿងនេះភាពស្មោះត្រង់ការនិយាយពាក្យពិតអាចនឹងធ្វើឲ្យយើងភ័យខ្លាចនៅពេលគ្រាដំបូងប៉ុន្តែវាអាចនឹងធ្វើឲ្យយើងមានចិត្តស្ងប់និងមានសេចក្តីសុខនៅពេលក្រោយការទទួលខុសត្រូវកាលណាយើងធ្វើខុសហើយយើងហ៊ានទទួលស្គាល់នឹងការប្រាជ្ញទម្លាប់កំហុសរបស់អ្នកដទៃទំនុកចិត្តមនុស្សដែលនិយាយពាក្យពិតនឹងទទួលបានការស្រឡាញ់និងការទុកចិត្តពីមនុស្សជុំវិញខ្លួនសូមជម្រាបលា